ប្រជាពលរដ្ឋមានបញ្ហាដីធ្លីនិងឈ្មួញឈៀងប៉ាស៊ូកំពុងក្តៅហើយបន្ទាប់ពីការទុកមិនសុខចិត្តរឿងរ៉ាវដីធ្លីដករ៉ាំរ៉ៃជាច្រើនឆ្នាំរវាងប្រជាពលរដ្ឋនិងអ្នកមានលុយមានឥទ្ធិពលថ្មីនេះលេខាបញ្ជូនរបស់នេខុតតកាឡៃរបស់សម្ដេចមហាបវរធិបតីលេខ315ខណ /025 ចុះថ្ងៃទី8ខែមេសាឆ្នាំ2025ផ្ញើទៅឧបនាយករដ្ឋមន្ត្រីសៃសំអាល់រដ្ឋមន្ត្រីរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ដើម្បីពិនិត្យដោះស្រាយជូនតាមសំណើរបស់ប្រជាពលរដ្ឋចំនួន133គ្រួសារសេចក្តីរាយការណ៍បានឲ្យដឹងថាបណ្ដឹងរបស់ប្រជាពលរដ្ឋគឺពួកគាត់បានស្នើសុំឲ្យបង្កើតក្រុមអធិការកិច្ចដើម្បីត្រួតពិនិត្យភាពមិនប្រក្រតីលើវិញ្ញាបនបត្រសម្គាល់អចលនទ្រព្យចំនួន34ក្បាលដីទំហំ 245.42 ហិកតា មានទីតាំងស្ថិតនៅភូមិអូស្ពានសង្កាត់អូស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីនិងសូមមុខភាពវិញ្ញាបនបត្រទាំងនោះក្រុមប្រជាពលរដ្ឋបានលើកឡើងថាផ្ទៃដីដែលរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ឲ្យមន្ទីររៀបចំដែនដីសំណង់និងសុរិយោដីខេត្តមណ្ឌលគិរីផ្ដល់វិញ្ញាបនបត្រសម្គាល់អចលនទ្រព្យចំនួន34ក្បាលដីទៅឲ្យបុគ្គលឈ្មោះឈៀងប៉ាស៊ូតាមរយៈលិខិតលេខ3450ដល់នស/ខុតចុះថ្ងៃទី27ខែធ្នូឆ្នាំ2024នោះគឺសុទ្ធសឹងតែត្រួតស៊ីគ្នាជាមួយដីដែលពួកគាត់កំពុងកាន់កាប់និងអាស្រ័យផលជាក់ស្ដែងបើតាមប្រជាពលរដ្ឋថាពួកគាត់បានមករស់នៅនិងអាស្រ័យផលលើដីនេះតាំងពីឆ្នាំ2005ខ្លះមុននឹងផងក្រោយមកតាមរយៈក្រសួងកសិកម្មបានធ្វើសម្បទានដីសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនអ៊ូជីសាននិងហ៊ូលីងដើម្បីដាំដើមស្រល់លុះដល់ឆ្នាំ2015ពួកគាត់ក៏ចូលមកកាន់កាប់រស់នៅនិងអាស្រ័យផលបន្តទៀតប៉ុន្តែជាមួយគ្នាក៏មានព័ត៌មានថាឈ្មោះសានសូតនិងអតីតចៅសង្កាត់ស្ពានមានជ័យឈ្មោះសាក់ហ៊ានរួមទាំងមន្ត្រីជំនាញខលខូចក្នុងខេត្តបានបង្កើតឯកសារខ្លះបន្លំហ៊ុំព័ទ្ធយកដីរបស់ពួកគាត់ដែលកំពុងរស់នៅអាស្រ័យផលទៅលក់ឲ្យឈ្មោះឈៀងប៉ាស៊ូប៉ុន្តែឯកសារដែលពុំមានភាពប្រក្រតីទាំងនោះត្រូវបាននិរិកអស់ហើយដោយលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ38សចនកថោថ្ងៃទី21ខែមករាឆ្នាំ2021ចុះហត្ថលេខាដោយឯកឧត្តមខូចខុនហ៊ូសចនក៏បានជំរុញឲ្យចាត់វិធានការច្បាប់ចំពោះអ្នកបំលែងឯកសារនោះផងដែរហេតុនេះបានធ្វើឲ្យពួកគាត់រស់នៅអាស្រ័យផលដោយសុខសាន្តអស់ច្រើនឆ្នាំហើយនិងនៅអំឡុងខែកញ្ញាឆ្នាំ2023អាជ្ញាធរនិងជំនាញសុខាភិបាលក៏បានចុះមកជំរឿនក្បាលដីដែលពួកគាត់កំពុងរស់នៅដែលធ្វើឲ្យកាន់តែកក់ក្ដៅថែមទៀតស្រាប់តែនៅព្រឹកថ្ងៃទី18ខែកក្កដាឆ្នាំ2024អាជ្ញាធរខេត្តក៏បានកោះហៅប្រជាពលរដ្ឋឲ្យចូលរួមប្រជុំដោះស្រាយទំនាស់ដីធ្លីជាមួយភាគីឈៀងប៉ាស៊ូប៉ុន្តែដោយភាគីលក់ដីឲ្យឈៀងប៉ាស៊ូឈ្មោះសានសូតហៅផ្លោកកិច្ចវេះមិនព្រមចូលតុប្រជុំដោះស្រាយបានធ្វើឲ្យកិច្ចប្រជុំដែលដឹកនាំដោយលោកច័ន្ទរតនាអភិបាលរងខេត្តដំណើរការមួយផ្លែតក៏បិទទៅវិញត្រង់នេះសបញ្ជាក់ឲ្យឃើញថាភាគីឈៀងប៉ាស៊ូអាចចាញ់បោកទិញដីខ្យល់ពីឈ្មោះសានសូតយ៉ាងពិតប្រាកដប៉ុន្តែយ៉ាងណាក្តីដើម្បីសុចរិតភាពនិងយុត្តិធម៌ភាគីប្រជាពលរដ្ឋគ្រាន់តែស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលនិងស្ថាប័នជំនាញឲ្យក្រុមអធិការកិច្ចដើម្បីត្រួតពិនិត្យភាពមិនប្រក្រតីទៅលើឯកសារនានាដែលនាំទៅដល់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ34ក្បាលដីមុខភាពវិញ្ញាបនបត្រទាំងនោះចោលនិងមានវិធានការតាមផ្លូវច្បាប់ចំពោះជនខិលខូចបំលែងឯកសារបោកប្រាស់ថ្នាក់ដឹកនាំធ្វើឲ្យប្រជារាស្ត្ររងទុក្ខតែប៉ុណ្ណោះចាំមើលតើជនខិលខូចទាំងប្រមាណនេះគេចផុតពីសំណាញ់ច្បាប់ដែរឬអត់ចាប់ខ្លួនជនជាតិស្បែកខ្មៅ2នាក់ករណីឆោបបោកប្រាក់ជាង$7 លានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការឃុំខ្លួនជនសង្ស័យជនជាតិស្បែកខ្មៅចំនួន2នាក់កាលពីថ្ងៃទី19ខែមេសាឆ្នាំ2025ក្រុមការឆោបបោកប្រាក់ប្រមាណជាង$7 លានពីជនរងគ្រោះយោងតាមការឲ្យដឹងពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញជនរងគ្រោះម្នាក់ត្រូវបានជនជាតិស្បែកខ្មៅ5នាក់លួងលោមថាពួកគេមានប្រាក់ប្រឡាក់ទឹកខ្មៅជាច្រើនលាន$តែពុំអាចចាយបានលុះត្រាតែមានប្រាក់ដុល្លារពិតប្រាកដមកលាងជាមួយម្សៅហើយយកម្សៅនោះទៅលាងជាមួយប្រាក់ប្រឡាក់ទឹកខ្មៅទើបคล้ายជាប្រាក់អាចចាយបានជាមួយគ្នានោះជនសង្ស័យសន្យានឹងឲ្យផលចំណេញមកជនរងគ្រោះវិញ1ទ្វេជា3ឬ1ទ្វេជា5
ដំបូងឡើយជនរងគ្រោះបានយកប្រាក់ដុល្លារពិតប្រាកដចំនួន $2,000 ឲ្យក្រុមឆក់បោកដាក់ចូលម៉ាស៊ីនក៏លុកជាមួយម្សៅនិងដាក់ប្រាក់ប្រឡាក់ទឹកខ្មៅចូល$8,000 តែមុនពេលក៏លុកក្រុមឆក់បោកបានឲ្យជនរងគ្រោះលេបថ្នាំដោយប្រាប់ថាដើម្បីការពារការពុលម្សៅគីមីដែលប្រឡាក់ប្រាក់ហើយពួកគេក៏លេបឲ្យមើលមុនផងដែរមួយសន្ទុះក្រោយមកឃើញថាប្រាក់ចេញមកវិញចំនួន$10,000សុទ្ធតែជាប្រាក់ដុល្លារពិតប្រាកដអាចចាយបានត្រង់នេះជាល្បិចបន្លំមួយបន្ទាប់មកក្រុមឆក់បោកក៏ប្រគល់ប្រាក់ដែលទើបលាងរួចឲ្យទៅជនរងគ្រោះទាំងអស់ត្រង់នេះជាល្បិចចិត្តសាស្ត្រមួយក្រោយមកជនរងគ្រោះក៏មានការទុកចិត្តជឿលងទៅលើជនឆក់បោកទាំងស្រុងបានប្រគល់ប្រាក់ជាបន្តបន្ទាប់ឲ្យទៅជនឆក់បោកទាំងនោះរហូតដល់ចំនួន$7 លានដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅចំនួន$28 លានហើយក្រុមឆក់បោកបានបែងចែកឲ្យជនរងគ្រោះចំនួន$25 លានគ្រាន់តែរៀងរាល់ពេលដកប្រាក់ចេញពីម៉ាស៊ីនក្រឡុកគឺក្រុមឆក់បោកបានវិចខ្ចប់រំស្គុតពណ៌លឿងនិងប្រាក់ថាប្រាក់ទាំងនេះមិនទាន់ឲ្យហែកភ្លាមៗនោះទេត្រូវទុកច្រើនខែសិនទើបហែកស្គុតបានបើមិនអញ្ចឹងនឹងមិនអាចคล้ายជាប្រាក់ពិតប្រាកដបានឡើយក្រោយមកមួយខែជនរងគ្រោះមានការសង្ស័យក៏បានហែកដុំប្រាក់ទាំងនោះមើលក៏ឃើញថាសុទ្ធតែជាប្រាក់ដុល្លារសែនខ្មោចនិងក្រដាសសុទ្ធទាំងអស់ទើបដឹងថាចាញ់បោកគេជាលទ្ធផលជនរងគ្រោះខាត់បងប្រាក់រហូតដល់$7 លានត្រង់នេះគឺក្រុមឆក់បោកបានបន្លំបដូរប្រាក់នៅពេលដាក់ចូលក្នុងម៉ាស៊ីនដោយត្រឡប់ប្រាក់ពិតប្រាកដចុះទៅក្នុងប្រអប់សម្ងាត់នៅបាតម៉ាស៊ីននិងជំនួសមកវិញនៅប្រាក់សែនខ្មោចសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបានឃាត់ខ្លួនបានត្រឹមជនជាតិស្បែកខ្មៅ2នាក់កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់រីឯបកពួកជនល្មើសដែលនៅសេសសល់កំពុងស្រាវជ្រាវស្វែងរកបន្ត